សល់មិញពេលល្ងាចគឺមានអារម្មណ៍ថាសប្បាយចិត្តមែនទែនតែត្រាំបាននិយាយថានឹង call ទូរស័ព្ទមកកាន់យុរដ្ឋមន្ត្រីទាំងសងខាងគឺទាំងកម្ពុជានិងទាំងថៃដើម្បីបញ្ឈប់ឲ្យមានការធ្វើសង្គ្រាមរវាងគ្នានឹងគ្នាតទៅទៀតអញ្ចឹងណាទាំងអស់គ្នាបាទខ្ញុំសប្បាយចិត្តមែនទែននៅពេលយប់ឡើងសង្ឃថាគេងឲ្យខ្ញុំណាបាទប៉ុន្តែយប់បន្តិចអូសព័ត៌មានបន្តទៀតមើលឮថាអានរុធាននឹងធ្វើការរំលាយសភាចោលខ្ញុំនេះសញ្ញាចិត្តបដ ாய் ថារួចបើអានុធាននលាសភាចោលបែបហ្នឹងឲ្យភ្លាមតែម្ដងបាទលឿនមែនតែនបាទមិនដឹងថាអានុធាននេះទទួលសម្ពាធបែបណាទេពីក្នុងសភាថៃហើយពី Big Boss គេហ្នឹងមិនដឹងថាបែបណាទេហើយខ្ញុំឃើញទៅលើព័ត៌មាននៅក្នុងសង្គម Facebook យើងគឺមានអ្នកវិភាគច្រើនដែលអ្នកខ្លះគាត់លើកឡើងថានេះជាល្បិចរបស់ថៃដែលចង់ឲ្យមានការធ្វើសង្គ្រាមជាមួយកម្ពុជាឲ្យបានយូរនិយាយជារួមគឺមិនចង់ឲ្យមានការបញ្ឈប់នៃការធ្វើសង្គ្រាមទេទើបឲ្យអានុទីននឹងធ្វើការលាលែងពីតំណែងយុរដ្ឋមន្ត្រីឲ្យប្រកាសរំលាយសភាចោលតែម្ដងហើយអ្នកខ្លះទៀតក៏គាត់បានលើកមកនិយាយថាអានុទីននេះគឺកំពុងតែកិច្ចចេញពីការទទួលខុសត្រូវដែលខ្លួនហ្នឹងបានធ្វើក្នុងកំឡុងពេលកាន់អំណាចហ្នឹងបាទវាអត់ដឹងថាមូលហេតុណាជាពិតប្រាកដទេប៉ុន្តែយើងឃើញថាតាត្រាំដូចជាមិនតាន់បានខលទៅអានុធីនទេបាទមិនតាន់ខលទៅនាយរដ្ឋមន្ត្រីថៃទេប្រហែលជាគាត់បានទទួលព័ត៌មានថាអានុទីនហ្នឹងបានលេងពីដំណើរឲ្យគាត់មិនដឹងខលទៅណាឲ្យប្រកាសណាអញ្ចឹងទើបបានគាត់មិនខលទៅក៏មិនដឹងព័ត៌មានខ្ញុំធ្វើពេលនេះគឺម៉ោង7កន្លះ8នេះបងប្អូនគ្នាឬថាម៉ោង9នេះថាត្រាំនឹងខលទៅកាន់នាយរដ្ឋមន្ត្រីទាំងពីរសម្រាប់ខ្ញុំក៏ខ្ញុំមិនដឹងដែរថាគាត់នឹងខលទៅកាន់អ្នកណាគេឬក៏ខាងប្រទេសថៃមានយុរដ្ឋមន្ត្រីស្ដីទីគេចាំដោះស្រាយបញ្ហាហ្នឹងឬក៏យ៉ាងណាហើយការនិយាយទៅនឹងសិទ្ធិភាពវាបែបណាដែរយើងក៏អត់ទាន់ដឹងដែរមានតែចាំមើលទាំងអស់គ្នាបាទព្រោះយើងឃើញហើយកន្លងទៅសំបីតែកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃក៏ថៃនេះធ្វើការហែកចោលដែរបាទហាក់បីដូចជាមិនខ្លាចអាមេរិកអីទេអញ្ចឹងខ្ញុំមើលទៅហាក់បីដូចជាសង្គ្រាមហ្នឹងវាមិនងាយនឹងចប់ទេអ្នកទាំងអស់គ្នាបាទនេះអ្វីខ្ញុំគិតឃើញទេប៉ុន្តែសង្ឃឹមកុំឲ្យវាដូចអ្វីខ្ញុំគិតឃើញទៅចោះសង្ឃឹមឲ្យបងប្អូនរបស់យើងឆាប់បានសុខបាទឲ្យពួកគាត់ឆាប់បានប្រាប់ប្រទេសវិញហ្នឹងហើយហើយពួកគាត់អ្នកភៀសសឹកបាទឬថាបច្ចុប្បន្នការឡើងដល់ទៅ20,000អ្នកជាងអ្នកទាំងអស់គ្នាគ្រាន់តែអ្នកភៀសសឹកហើយពេលនេះក៏ខ្ញុំឃើញបងប្អូន influencer ច្រើនមែនតើគាត់បានចេញមុខជួយទៅដល់ពួកគាត់ដោយធ្វើការរៃអង្គាសបាននៅថាវិការក៏ដូចជាសម្ភារៈបាទមានដូចជាស្បៀងអាហារផ្សេងដើម្បីជួយ support ទៅដល់ពួកគាត់បានជាមួយតែល្អមែនតើបាទហើយខ្ញុំក៏បានចូលរួមខ្លះនឹងគេដែរបាទបន្ទាប់ពីនឹងទៀតគឺយើងឃើញថាតកតងជាមួយនឹងសង្គ្រាមរវាងកម្ពុជានិងថៃឃើញថាកម្ពុជារបស់យើងគឺមានប្រៀបទៅលើប្រទេសថៃមែនទែនរហូតដល់ប្រទេសថៃនឹងបានធ្វើការបើកប្រជុំភ្លាមជាមួយនឹងខាងកងទ័ពរបស់គេនឹងដោយគេធ្វើការលើកឡើងឲ្យឆ្ងល់មែនទែនចោទថាកម្ពុជារបស់យើងហេតុអីបានជាខ្លាំងហេតុអីបានជាការបញ្ជាដ្រូនអត្តឃាតហ្នឹងគឺដាក់ចំគោលដៅម៉េះបាទហើយគេបានចាត់ប្រកាន់មកយើងថាយើងនឹងប្រើប្រាស់ជាមួយនឹងទាហានស៊ីឈ្នួលរបៀបថាជួលទាហានដែលគេមានជំនាញខាងផ្នែកហ្នឹងហើយមកធ្វើសង្គ្រាមជាមួយនឹងខាងថៃអីចឹងទៅហើយការដែលថៃយល់ឃើញបែបហ្នឹងដោយថៃនឹងមើងងាយទៅលើសមត្ថភាពកងទ័ពរបស់កម្ពុជាយើងនឹងឯងហើយគេគិតថាកម្ពុជាយើងមិនខ្លាំងអីដល់ថ្នាក់ហ្នឹងទេការដែលយើងបានទម្លាក់ជាមួយនឹងក្របឯកគឺជាដ្រូនអត្តឃាតហ្នឹងគឺបានទាហានស៊ីឈ្នួលហ្នឹងគឺមកជួយទេរបៀបអញ្ចឹងណាហ្នឹងហើយដូចខ្ញុំនិយាយចឹងថាប្រទេសថៃនេះប្រជាជនវាមកចំនួនធំគឺអត់ដែលមកខ្មែរទេកាំងពីមិនតាន់មានសង្គ្រាមណាការយើងនៅល្អជាមួយគ្នាភាគច្រើនហ្មងគឺអត់ដែលមកខ្មែរទេអញ្ចឹងអ្វីដែលឃើញអ្វីដែលគិតក្នុងចិត្តគិតថាខ្មែររាល់ថ្ងៃគឺនៅជីកោយន្តតែមិនតនៅជីកោជាតែគោឡើយទេមិនស្រួលបាទអ្វីនេះហើយដែលខ្ញុំចង់និយាយប្រាប់បងប្អូនគ្នាថាចេះពីវីដេអូមុនខ្ញុំបាននិយាយថាថៃមើលកម្ពុជាមិនធ្លុះទេហើយអមជាមួយនឹងយុទ្ធសាស្ត្ររបស់សម្ដេចផងធ្វើឲ្យថៃនេះគឺមិននឹកស្មានដល់តែម្ដងគ្រប់យុទ្ធសាស្ត្ររបស់សម្ដេចចេញទៅគឺពួកនេះបាទរត់សជើងព្រាតតែម្ដងបាទមាននិយាយចឹងដោយសារយើងឃើញតាមស្ថានភាពបច្ចុប្បន្នកម្ពុជានិងថៃគឺមានការបាញ់ទៅបាញ់មក
ba mình toàn chụp cho thế xong bay tại phật mình như tiệt sao nhom ngơ bị kênh phim nó khơi theo ô và hai cho mình miên cặp tu tiệt tê của lứa tham bên American bên ấy tranh màu hơi ba hai anh là tin nứng rồi tham bị ba cái có ba đồng liệt đây chẳng hai chỉ miên ca thom thôi hay miên na này tặng ọc liêm mong bảy bắp bục hiệp còn bảo hai được trong Facebook tham plong che plong cho anh nhom ní về ba tiệt đây chia cho nhom ba chụp tục tiệt đây ba chụp tục tiệt đây đuổi tao là bên chẳng tới nhom đấy baสบายចាំតាមដានព័ត៌មានទៀតដើម្បីប្រមូលព័ត៌មានចែកជូនបងប្អូនយើងឲ្យបានដឹងទៅសម្រាប់ជាការចែកម្លែកចឹងទៅបាទវាជារឿងមួយដែលយើងទាំងអស់គ្នាគួរតែបង្កើនសមត្ថភាពរៀងខ្លួនបាទព្រោះថាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសូមឲ្យសង្គ្រាមនេះឆាប់ចប់សង្ឃឹមថាបងប្អូនយើងឆាប់ត្រឡប់ទៅជីវភាពប្រក្រតីវិញប៉ុន្តែបើសិនជាសង្គ្រាមនេះនៅតែបន្តអញ្ចឹងនិយាយតាមការពិតបុគ្គលម្នាក់អាចខ្លាចជាទាហានគ្រប់ពេលបាទបើសិនជាចិត្តត្រូវការបាទបែបហ្នឹងឯងហើយយើងក៏មិនចង់ឲ្យមានការបែបហ្នឹងដែរប៉ុន្តែគ្រាន់តែជាការត្រៀមខ្លួនទុកមុនគឺល្អបាទគឺល្អបាទហើយថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកជូនទៅកាន់បងប្អូនយើងអ្វីដែលខ្ញុំហួសចិត្តខ្លាំងគឺប៉ាអនុទានហ្នឹងគឺធ្វើការរំលាយសភានឹងឯងដែលសម្រាប់ខ្ញុំមកខ្ញុំគិតថាវាជាលេសដើម្បីបង្កសង្គ្រាមឲ្យមួយកម្ពុជាបានយូររបៀបថាមិនចង់បញ្ចប់សង្គ្រាមព្រោះមិនទាន់បានទៅអ្វីដែលខ្លួនឯងចង់បានអញ្ចឹងអ្នកទាំងអស់គ្នាអូខេអរគុណច្រើនអ្នកនរគ្នាជួបគ្នាវីដេអូក្រោយទៀត